បាក់រៀនចងចាំទៅលើការចាប់ពណ៌និងការបែងចែកពណ៌ពីព្រោះវាជាលក្ខណៈមួយដែលពួកគាត់ងាយនឹងច្រឡំគ្នាដូច្នេះហើយទើបយើងបង្កើតទីសកម្មភាពការងារមួយចំនួនដើម្បីឲ្យគាត់រៀនបកបិទពណ៌នៅលើជញ្ជាំងដែលយើងមានផ្ទាំងរូបភាពផ្សេងៗគ្នានៅពេលដែលគាត់ចេះបែងចែកពណ៌បានហើយចឹងគឺងាយស្រួលទៅដល់វិវត្តទៅលើជំហានមួយទៀតដែលយើងបរិយាឲ្យគាត់ចេះចាត់នៅរូបភាពរូបស្រមោលចេះគុំរូបទៅរូបស្រមោលហ្នឹងគឺមានសារៈសំខាន់ទៅលើការអភិវឌ្ឍការគិតរបស់កុមារព្រោះនៅពេលហ្នឹងនៅក្នុងរូបភាពមួយវាតែងតែគាត់ជាមានរូបភាពពណ៌ដុតអញ្ចេះតែនៅពេលដែលជាស្រមោលរូបភាពហ្នឹងគឺពណ៌ខ្មៅតែម្ដងចាដើម្បីឲ្យគាត់មានការវិវត្តបានល្អគាត់រៀនផ្សំអារម្មណ៍គាត់រៀនចំណាំបានច្បាស់ពីពណ៌ពីរូបរាងពីទំហំខុសគ្នាពីវត្ថុមួយទៅវត្ថុមួយហ្នឹងដោយរូបភាពស្គាល់ខ្មៅទាំងអស់អញ្ចឹងនៅពេលដែលគាត់អាចចាប់ស្គាល់ពណ៌ច្បាស់គាត់ចេះវិភាគរូបរាងគាត់អាចចាប់រូបភាពពិតប្រាកដទៅដាក់លើរូបស្រមោលរបស់រូបភាពនឹងបានវាជាបង្ហាញឲ្យឃើញថាកុមារមានការវិវត្តផ្នែកការចងចាំនិងផ្នែកបែងចែកទំហំរូបរាងចាសូមអរគុណ